អស្ចារ្យណាស់ឆន្ទៈពាក្យឯការបស់កម្ពុជាធ្វើឲ្យថៃភ្លឺភ្នែកថាប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរក្រោយមានចំនួនកម្ពុជាថៃនេះគឺជាលើកទី1ហើយដែលប្រទេសថៃហ៊ាននិយាយដល់បើកចំហថាខ្លួនពិតជារងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែការតាំងចិត្តយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជាក្នុងការធ្វើពហិការឈប់គាំទ្រនិងប្រើប្រាស់ផលិតផលថៃគ្រប់ប្រភេទចាប់តាំងពីចំនួនព្រំដែនកម្ពុជាថៃដល់ក្តៅគគុកបានចាប់ផ្ដើមនេះបើយោងតាមការផ្សាយដោយសារព័ត៌មាន Thai Donation កាលពីថ្ងៃទី10 ខែតុលាឆ្នាំ2025ថ្លែងនៅទីក្រុងបាងកកកាលពីថ្ងៃសុក្រទី10 ខែតុលាឆ្នាំ2025ក្នុងជំនួបជាមួយមេដឹកនាំធុរកិច្ចថៃដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាស័កភួងកេតកែវបានស្វែងរកការធានាឡើងវិញដល់វិស័យឯកជនថារដ្ឋាភិបាលថៃបានយល់ច្បាស់អំពីកង្វល់របស់ពួកគេបន្ទាប់ពីមានការធ្លាក់ចុះនៃទំនាក់ទំនងការទូតនាពេលថ្មីៗនេះជាមួយកម្ពុជាលោកស៊ីហាស័កបាននិយាយថាថៃនិងកម្ពុជាគឺជាអ្នកជិតខាងនឹងគ្នាហើយត្រូវតែរស់នៅជាមួយគ្នាដោយសន្តិវិធីហើយបានសង្កត់ធ្ងន់ថាស្ថិរភាពនិងវឌ្ឍនភាពរបស់កម្ពុជាក៏ជាផលប្រយោជន៍ជាតិរបស់ប្រទេសថៃដែរលោកថាស្ថានភាពបច្ចុប្បន្នមិនមែនជាអ្វីដែលថៃចង់បាននោះទេហើយក៏បានបញ្ជាក់ជាថ្មីនៅការពេញចិត្តរបស់ថៃចំពោះការចរចាទ្វេភាគីដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះជាមួយកម្ពុជាផងដែរជាមួយគ្នានេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃលោកនីកុនដេតបានឡាំងគូនបានរៀបរាប់អំពីទុក្ខលំបាករបស់ពលរដ្ឋខ្លួនដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែមានចំនួនជាមួយកម្ពុជាលោកថាខ្ញុំបានទទួលព័ត៌មានមកនេះខ្ញុំទទួលស្គាល់ថាគ្រប់កន្លែងគ្រប់តំបន់សុទ្ធតែរងផលប៉ះពាល់ទាំងអស់គឺដោយសារតែការធ្វើពហិការរបស់ប្រជាជនកម្ពុជាមិនបរិភោគទំនិញថៃដែលនេះគឺជាផលប៉ះពាល់នៅចំពោះមុខតែម្ដងលោកនីកុនដេតបានលើកឡើងជាឧទាហរណ៍ថារឿងនេះអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយធុរកិច្ចថាមពលប្រេងឥន្ធនៈ PTT កាហ្វេ Amazon នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT វាគឺជារឿងដំបូងប៉ុន្តែឥឡូវវាបានរាលដាលដល់ធុរកិច្ចចំណីអាហារសន្តាគារផ្នែកសេវាកម្មមន្ទីរពេទ្យហាងទំនិញធុរកិច្ចតូចធំសុទ្ធតែរងគ្រោះទាំងអស់ហើយក្រុមហ៊ុន CP ដ៏ធំក៏រងគ្រោះខ្លាំងដូចគ្នាដែលទាំងអស់នេះគឺសុទ្ធតែកើតចេញពីការពហិការរបស់កម្ពុជាគួរឲ្យដឹងថាការឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិងអ្នកនាំពាក្យក្រសួងការបរទេសថៃទៅកាន់តំណាងមកពីឧស្សាហកម្មសំខាន់ៗរបស់ថៃនៅក្នុងប្រទេសកម្ពុជាដែលមានទាំងការលក់ដុំនិងការលក់រាយហិរញ្ញវត្ថុការថែទាំសុខភាពទេសចរនិងអចលនទ្រព្យនេះគឺបន្ទាប់ពីពួកគេបានត្អូញត្អែរថាខ្លួនសុទ្ធតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែភាពតានតឹងនៅក្នុងទំនាក់ទំនងកម្ពុជាថៃដូចនេះហើយទើបពួកគេរត់រកក្រសួងការបរទេសថៃឲ្យជួយដោះស្រាយនិងរកដំណោះស្រាយជុំវិញការតាំងចិត្តយ៉ាងមោះមុតក្នុងការធ្វើពហិការរបស់ប្រជាជនកម្ពុជាដោយបដិញ្ញាឈប់ប្រើប្រាស់ទំនិញនិងសេវាកម្មផ្សេងៗទាំងអស់របស់ថៃ